រៀបសួរយាយតាអ៊ំពុកម៉ែពូមីងទាំងអស់គ្នានេះទឹកបន្លែខ្ញុំកិនហូបអ៊ំពុកម៉ែពូមីងនេះទឹកបន្លែខ្ញុំកិនហូបរាល់ថ្ងៃនេះផ្កាខាត់ណាខ្ញុំដាក់ផ្កាប៉ុណ្ណឹងនេះអាគល់ខាងក្រោយក៏យើងដាក់ដែរណាយើងបករឹងចេញទៅហើយក្រូចឆ្មាខ្ញុំដាក់2ផ្លែហ្នឹងយើងចិត្តទៅខ្វេះគ្រាប់ចេញកិននឹងសបកហើយខ្ញីខ្ញុំដាក់ប៉ុណ្ណឹងខ្ញីហើយម្សៅល្មៀតយើងដាក់មកស្លាបព្រាកាខ្វេកំប៉ុងក៏បាន2ស្លាបព្រាកាខ្វេកំប៉ុងក៏បាននេះបន្លែខ្ញុំកិនហើយបន្លែគិនឆាយហ្នឹងយើងដាក់3ដុំប៉ុណ្ណឹងណា4ដុំប៉ុណ្ណឹង3ដុំក៏បាន4ដុំក៏បាននេះបន្លែគិនឆាយយើងកិនស្រស់អញ្ចឹងហើយអត់គៀបយកទឹកទេណាអ៊ំពុកម៉ែពូមីងហើយខ្ញុំកិនហូបទៅវាល្អប្រសើរដល់រូបរាងកាយគាត់ថាពិបាកផឹកបន្តិចរបស់អីក៏ដោយដែលជាអាហារព្យាបាលវាមិនស្រួលដូចយើងហូបជាតិស្ករទេអញ្ចឹងណាហើយអ្នកទឹកនោមផ្អែមត្រូវតែហូបអ្នកលើសជាតិស្ករត្រូវតែហូបអញ្ចឹងអាហារយើងត្រូវហូបចម្រុះអញ្ចឹងណាអានេះបន្លែនេះពពុះអស់នេះវាជួយដល់តម្រង់នោមយើងជួយផ្សះគ្រឿងក្នុងជួយដល់ឆ្អឹងជួយដល់យើងខ្លាញ់រុំថ្លើមនឹងយើងឈឺឆ្អឹងជួយដល់ឆ្អឹងយើងហើយនឹងជួយដូចថាយើងមហារីកស្បែកកើតមហារីកអីអាហ្នឹងក៏ជួយកាត់បន្ថយដែរណាជួយកាត់បន្ថយហើយយើងឈឺចាប់ក្នុងខ្លួនឈឺចាប់ឆ្អឹងអីជួយកាត់បន្ថយទាំងអស់នេះហ៎អញ្ចឹងណាហើយជួយដល់តម្រង់នោមយើងខ្សោយជួយដល់តម្រង់នោមទោះបីអ្នកគាត់តម្រង់នោមគាត់នេះក៏ដោយតម្រង់នោមគាត់ខ្លាំងក៏ដោយក៏យើងធ្វើហូបទៅក៏វានេះខ្លះដែរណាតែអានេះវាជួយដល់តម្រង់នោមអញ្ចឹងតម្រង់នោមយើងខ្សោយយើងត្រូវរកអាហារណាដែលជំនួយវាអញ្ចឹងណាដូចខ្ញុំតម្រង់នោមខ្សោយដូចគ្នាអញ្ចឹងណាតម្រង់នោមយើងខ្សោយយើងនោមញឹកញាប់ហើយយើងនេះហូបម្សៅល្មៀតនេះក៏ជាស្ដេចអាហារខ្ញីនេះក៏ជាស្ដេចអាហារណាហើយបន្លែស្ពៃនេះផ្កាខាត់ណាពណ៌ខៀវនោះក៏ជាស្ដេចអាហារដែរណាអ៊ំពុកម៉ែពូមីងសិតតែស្ដេចអាហារហើយខូចឆ្មាក៏ចឹងអ៊ំធ្វើហូបទៅចាស់ចំណាស់ណាក៏ហូបបានដែរយើងលើសជាតិស្ករចូលទឹកនោមផ្អែមអាសាធ្វើអានេះហូបណាកិនទៅកិនដង្កាកកិនដង្ឆៅហើយយើងលាងទឹកឲ្យស្អាតត្រាំទឹកអំបិលត្រាំអីឲ្យស្អាតអញ្ចឹងក្រូចឆ្មាយើងខ្វេះគ្រាប់ចេញយើងកិននឹងសបកហើយផ្កាខាត់ណាអីហ្នឹងកិនទាំងអស់អត់មានគៀបយកទៅទឹកទេកិនទៅយើងដាក់កន្លក្នុងទូទឹកកកយើងហូបទៅមួយថ្ងៃឲ្យបាន2កែវហ្នឹងទៅមកហូបមុនអាហារ5នាទី10នាទីទេណាអញ្ចឹងនេះខ្ញុំធ្វើហូបខ្ញុំហូបទៅវាបានប្រសិទ្ធភាពនេះបន្លែខ្ញុំកិនហូបនេះខ្ញុំហូបខ្ញុំត្រូវហូបតែខ្ញុំមុននឹងហូបខ្ញុំហូបគ្រាប់ល្ហុងសិនមុនអាហារព្រោះគ្រាប់ល្ហុងខ្ញុំហូបអត់មានកំណត់ទេអ៊ំពុកម៉ែពូមីងហូបកំណត់ប្រហែលក៏ហូបទៅខ្ញុំហូបអត់កំណត់ទេខ្ញុំហូបមួយថ្ងៃតែម្ដងឯងនេះគ្រាប់ល្ហុងដែលខ្ញុំហាលណាគ្រាប់ល្ហុងនេះជាអាហារជាអាហារមួយក៏ស្ដេចអាហារដែរជួយដល់យើងជួយដល់ស្បូនជួយដល់ខ្លាញ់រុំថ្លើមជួយដល់ខ្លាញ់ដែលយើងលើសខ្លាញ់ខ្លាំងហើយជួយដល់មេរោគក្នុងពោះវៀនកាពះជួយដល់ឆ្អឹងក្បាលជង្គង់អីប្រេះយើងយកវានេះឲ្យម៉ត់ជាមួយសាច់ល្ហុងយើងយកបិទផងយើងហូបផងហើយខ្ញុំហូបអត់មានកំណត់ទេអ៊ំពុកម៉ែពូមីងតែអ៊ំពុកម៉ែពូមីងខ្លះហូបមិនកំណត់ក៏បានអ៊ំពុកម៉ែពូមីងអត់សូវចេះហូប10គ្រាប់5គ្រាប់អីទៅនេះខ្ញុំហូបអានេះចូល30-40គ្រាប់អាហ្នឹងនេះហាលស្ងួតនេះគ្រាប់ល្ហុងខ្ញុំហូបមុនអាហារព្រលឹមឡើងខ្ញុំអត់ហូបអីទេខ្ញុំហូបអញ្ចឹងហ្មងនេះជាថ្នាំព្យាបាលខ្ញុំទាំងអស់ហើយហ្នឹងជាថ្នាំព្យាបាលទឹកពោតបារាំងជាមួយខ្ញីជាមួយក្រូចឆ្មាអាហ្នឹងក៏ជាថ្នាំព្យាបាលខ្ញីនេះប៉ុនមេជើង3ដុំក្រូចឆ្មាខ្ញុំដាក់អាតូចខ្ញុំដាក់2ផ្លែពោតប្រាំងដាក់8ផ្លែ
អាហ្នឹងជាថ្នាំព្យាបាលខ្ញុំទាំងអស់ខ្ញុំលែងប្រើថ្នាំពេទ្យដែរជាតិស្ករខ្ញុំអត់មានលើសទៀតទេខ្ញុំជាហើយជាតិស្ករខ្ញុំមកតែអានេះខ្ញុំព្យាបាលគ្រឿងក្នុងខ្ញុំអត់សូវស្រួលអញ្ចឹងគាត់ហងអាហារទាំងអស់ខ្ញុំត្រូវហូបគ្រាប់រហុងមុនគេយើងទៅពីអាម៉ាត់ដល់ពេលយើងហាក្រៀមវាអត់សូវហិលទេអ្នកស្បូនខ្សោយអាសាហូបគ្រាប់រហុងហ្នឹងជាស្នាមព្យាបាលខ្ញុំហូបតាមក្មេងតែយើងអត់ដឹងថាស្នាមព្យាបាលយើងហូបមិនទៀងទាត់ណាយើងហូបពេលរហុងទុំយើងហូបជាមួយសាច់រហុងម្ដងពីរដងនឹងកឹងណាយើងមិនបានហូបទៀងទាត់ខ្ញុំធ្វើវីដេអូបដាខ្ញុំព្យាបាលខ្លួនឯងបដាណានេះទឹកពោតបារាំងទឹកពោតបារាំងនេះទឹកបន្លែនេះទឹកបន្លែនេះហ្នឹងជាថ្នាំព្យាបាលខ្ញុំរាល់ថ្ងៃអ៊ំពុកម៉ែពូមីងព្យាយាមហូបទៅអ៊ំពុកម៉ែពូមីងអ្នកលើសជាតិស្ករអ្នកអីទឹកនោមផ្អែមអីព្យាយាមហូបដូចខ្ញុំកុំប្រើផ្អែមបើផ្លែឈើយើងចង់ហូបផ្អែមហូបផ្លែឈើអញ្ចឹងណាហើយបន្លែត្រីសាច់ហូបឲ្យបានច្រើនកុំតមពេកបន្លែត្រីសាច់ហូបឲ្យបានច្រើនរបស់ណាដែលជួយប្រូតេអ៊ីនជួយដល់រូបរាងកាយយើងជួយដល់តម្រង់នោមដូចជាត្រប់ក្តោះគោអ៊ំអាសាហូបឆៅទៅទ្រាំហូបទៅបើមិនមួយថ្ងៃអស់មួយទេហូបពីរ3ចំណិតរាល់ថ្ងៃណាត្រប់ក្តោះគោជួយដល់តម្រង់នោមខ្លាំងណាបើតម្រង់នោមយើងអាលីជួយខ្លាំងណាបើពោតក៏ជួយដល់តម្រង់នោមដែរប៉ុន្តែសម្រាប់ដល់អ្នកតម្រង់នោមខ្សោយណាតែបើតម្រង់នោមធ្ងន់ធ្ងរពោតជួយឲ្យបានទេអញ្ចឹងតែបើត្រប់ក្តោះគោយើងអាសាហូបព្រោះវាជួយដល់តម្រង់នោមអញ្ចឹងប៉ុណ្ណឹងជម្រាបលាពុកម៉ែអ៊ំពូមីងទាំងអស់គ្នា